dânខ្ញុំសូមឲ្យបងប្អូនប្រយ័ត្នប្រយែងហើយសូមជឿព័ត៌មានបរិរដ្ឋាភិបាលដាក់ចេញពលរដ្ឋាភិបាលដាក់ចេញគឺយើងទទួលខុសត្រូវមិនដាក់ថ្ងៃហ្នឹងដើម្បីផោយករួចខ្លួនថ្ងៃហ្នឹងទេព្រោះពោះតាំងនៅលើដីបើយើងថាហ្នឹងមិនចូលដីយើងមានតល័យក3-4 ឆ្នាំពេលសង្គ្រាមពេលបញ្ហាចប់បងប្អូននឹងទៅមើលបើសិនយើងភូតប្រជាពលរដ្ឋនឹងថ្កោលទោសយើងហើយយើងអត់មានភូតទេព្រោះយើងធ្វើដោយទទួលខុសត្រូវបាទព្រោះព្រំដែន800 គីឡូវាមានកន្លែងមិនទាន់ដាច់ស្រេចប្រមាណចំណុចក្រៅពីនឹងវាមានព្រំដែនដែលដើរតាមផ្លូវទឹកវាមានអូកាត់មកហើយដូចនៅប៉ោយប៉ែតចឹងអាប្រឡោះ50-51វាមានអូជ្រៅវាកាត់មកខាងនោះគេមកខាងយើងអញ្ចឹងការធ្វើលបងអីយ៉ាងម៉េច GBC និយាយគ្នាបោះបកគោយ៉ាងម៉េចរឿងមួយបងប្អូនខ្លះថាអត់ទេឲ្យតែធ្វើនៅយើងអ្វីដែលខ្ញុំលើកនេះគឺអញ្ចឹងការមើលការគ្រប់គ្រងទឹកដីទួលខុសត្រូវទឹកដីគឺជាភារកិច្ចបរិរដ្ឋាភិបាលអត់ចោលទេអ្វីដែលសំខាន់គឺយើងសូមឲ្យមានចែករំលែកព័ត៌មានឲ្យច្បាស់លាស់ហើយអាជ្ញាធរមូលដ្ឋានសូមចេញបើមានស្អីមិនពិតប្រាកដភ្លាមចេញបកស្រាយបញ្យល់ភ្លាមឲ្យច្បាស់កុំទុកនៅនឹងហើយកន្លងទៅខេត្តក៏បានចេញបាទយុទ្ធភូមិភាគកងទ័ពក៏បានចេញជាបន្តបន្ទាប់ដើម្បីកុំឲ្យមានការយល់ច្រឡំព្រោះអ្នកខ្លះនយោបាយនៅក្រៅប្រទេសយកអានឹងទៅចង់កេងចំណេញនយោបាយទៀតយកព័ត៌មានមិនច្បាស់លាស់ព័ត៌មានមិនពិតដល់អញ្ចឹងវាធ្វើឲ្យច្បោកច្បល់វាអត់មានចំណេញអីទេនៅពេលដែលធ្វើឲ្យប្រជាជនតឡើងកម្ដៅដាក់គ្នានៅពេលផ្អែកទៅលើព័ត៌មានមិនពិតវាគ្មានអីជួយក្នុងការដោះស្រាយទេហើយដល់ងាប់ពីណាងាប់អ្នកដោះហើយងាប់អ្នកដែលនៅជាប់កន្លែងតំបន់រងគ្រោះនៅពេលដែលព័ត៌មានមិនពិតវាធ្វើឲ្យក្លុកបាទអញ្ចឹងខ្ញុំសូមឲ្យប្រយ័ត្នប្រយែងហើយមានន័យសូមឲ្យជឿទុកចិត្តនៅគោលគំនិតនិងការទួលខុសត្រូវចុះបាទយើងខំប្រឹងបញ្ចប់រឿងនេះកុំឲ្យតឹងទ្រូងរហូតតែប៉ុណ្ណឹងបាទ